នេះវិធីបណ្ដោះ rosemary បាទងាយបាទយើងប្រើស្នោបែបនេះហើយយកដេកគោលចោះទម្លុះវាទៅហើយ rosemary នេះយើងកាត់ត្រួយណាដែលខ្ចីចំណាំថាមានពណ៌សចេះត្រឹមកន្លែងដែលយើងកាត់គឺត្រឹមពណ៌សបានន័យថាវាខ្ចីបើវាចាស់ឡើងពណ៌ខ្មៅអានឹងបណ្ដោះដល់ឬទេបាទយើងចោះហើយយើងកាត់ស្លឹកនេះអានេះសាសនាកាត់ស្លឹកកាត់ស្លឹកវាអស់កន្លែងគល់នឹងហើយយើងចោះដេកគោលនៅលើស្នោនេះយើងដោតវាឲ្យឆ្លុះមកដើម្បីយើងដាក់បដែតទឹកទៅអាគល់ខាងក្រោមហ្នឹងវាប៉ះនឹងទឹកបាទហើយទឹកនេះយើងប្រើទឹកស្អាតហើយអត់មានសារធាតុអីទេប៉ុន្តែការដែលខ្ញុំបដោះរាល់ដងនៅពេលដែលទឹកនេះវាប្រែទៅជាតាយលើកណាវាចង់ស្អុយទឹកអាហ្នឹងគឺយើងត្រូវដូរថ្មីបើយើងអត់ដូរទេវាអាចទៅជាលួយវិញបាទអញ្ចឹងការដែលយើងបដោះបែបនេះយើងត្រូវប្រើទឹកស្អាតហើយរក្សាមើលទឹកនេះកាលណាទឹកវាប្រែប្រួលទៅជាចង់ឡើងក្លិនគឺយើងដូរទឹកនឹងចេញបាទហើយខ្ញុំធ្លាប់បដោះបែបនេះគឺដោះ 100%បាទឲ្យតែមេឃល្អមេឃខ្ចីៗអញ្ចឹងឲ្យដាក់ទៅគឺដឹងដោះ 100% បាទហើយរយៈពេលដោះខ្ញុំមិនចាំទេបើដឹងដោះយូរឆាប់គឺគង់ដោះហើយនេះបាទងាយបាទនេះបដែតវាអញ្ចឹងមកបាទហ្នឹងហើយបាទប៉ុណ្ណឹង